ថ្ងៃមិញចុះពីពលានភ្លាមមក lab គេ culture stem cell កន្លែងដែលយកតូងសុកមិនហៅតូងសុកទេអាហ្នឹងមិន placenta ក៏មិនពោះវៀនដែរដងតូងសុករបស់អ្នកដែលទៅប្រកាសទាំងមុនហ្នឹងគាត់ donate មកហើយយកមកដើម្បី culture បន្តដើម្បីចិញ្ចឹមបន្តឲ្យទៅជាច្រើនលានអញ្ចឹងទៅស៊ីពេលជា2ទៅ3អាទិត្យហើយបានអាចយកទៅប្រើប្រាស់វិញបន្តទៀតចាក់ទៅមនុស្សយើងណាអាហ្នឹង fresh មិនអាចមានមានប្រសិទ្ធភាពកើតមើលមានច្រើនអ្នកនោះចាស់ច្រើនត្រូវអ្នកមានជំងឺដែលព្យាបាលជាច្រើនមានច្រើនជំងឺណាហើយល្អមែនទែនឥឡូវនេះនៅម៉ាឡេខ្ញុំកំពុងនៅម៉ាឡេថ្ងៃមិញហោះមកដល់ភ្លាមចូលក្នុង lab គេភ្លាមរៀនមួយថ្ងៃពេញពី stem cell ហើយល្អដូច AI អញ្ចឹងនៅក្នុង term វិទ្យាសាស្ត្រអស់ជំរើសមាន stem cell មួយល្អមិន protein មិនមែនវីតាមីនអីទាំងអស់គឺ stem cell របស់ដែលមានជីវិតចាក់ចូលក្នុងខ្លួនយើងព្យាបាលជំងឺ